ដំណើរកម្សាន្តទៅសៀមរាបប៉ុន្តែជាដំណើរកម្សាន្តដែលគ្មានគម្រោងទេនឹកឃើញភ្លាមទៅទិញសំបុត្រឡានផ្លិបព្រោះអីមិត្តភក្តិខ្ញុំថាតើមានគម្រោងដឹងថាគម្រោងហ្នឹងបរាជ័យហើយអញ្ចឹងចង់ទៅភ្លាមទិញសំបុត្រឡានទៅភ្លាមនៅអាទិត្យមុនដែលជាបុណ្យជាតិ holiday 2ថ្ងៃអញ្ចឹងធ្វើការថ្ងៃអង្គារថ្ងៃឡើងទិញសំបុត្រឡានប្រចទៅសៀមរាបហើយទៅដល់នោះម៉ោងប្រហែលជា4:75ហើយខ្ញុំដើរចូលនេះដូចជាម៉ោង5ជាងហើយម៉ោង5ជាងនេះដើរទៅពួកឯងមានមេឃរៀងភ្លឺល្អះនៅពេលដែលដើរហ្នឹងគឺខ្ញុំបិទសលេងឯមិត្តភក្តិខ្ញុំនិយាយរៀបរាប់ពីប្រវត្តិសាស្ត្រអង្គរឡើងមកណាមកណីមកយូរមកយាហើយពួកយើងដើរទៅហ្នឹង2នាក់ស្ងាត់ជ្រាបប៉ុន្តែនៅខាងក្រោយហ្នឹងមាន tour guide គាត់ចាំក៏មានភ្ញៀវបរទេសណាគាត់ទៅការ tour guide អញ្ចឹងពួកគាត់ឡើងមកក្រុមនៅខាងក្រោយប៉ុន្តែខ្ញុំដើរចូលមកទៅ2នាក់ប៉ុន្តែពេលដែលដើរចូលហ្នឹងគឺមើលទៅវាស្អាតវារៀបភ្លឺនៅងឹតតិចប៉ុន្តែដោយសារតែខ្ញុំកាន់កាមេរ៉ានេះវារៀងហេពេកខ្ញុំដើរកាមេរ៉ាខ្ញុំដើរទៅវាហេវាញាក់ប៉ុន្តែទេសភាពមកហ្នឹងគឺស្អាតមែនតើហើយគោលបំណងធំរបស់យើងហ្នឹងគឺទៅចាំមើលថ្ងៃរះអញ្ចឹងវីដេអូក្រោយខ្ញុំនឹងឲ្យអ្នកនរគ្នាមើលថ្ងៃរះប៉ុន្តែវីដេអូនេះគឺជាវីដេអូគាត់ខ្ញុំដើរចូលទៅមើលថ្ងៃរះអានេះដើរចូលទៅដល់ខ្លងទ្វារឡើងទៅអានេះខ្លងទ្វារទី1នេះចឹងខ្ញុំដើរចូលទៅស្ងាត់អងឹតឈឹងប៉ុន្តែបើមើលទៅផ្ទៃមេឃមិញហ្នឹងគឺវាស្អាតមែនតើនៅក្នុងវីដេអូអត់សូវទេប៉ុន្តែបើទៅមើលក្រៅគឺជាតិហ្មងអែបហ្មងស្អាតមែនតើកន្លែងនេះអ្នកគ្នាឃើញ background សុំអូស្អាតវារៀងភ្លឺល្អបន្តិចហើយខ្ញុំគិតថាពីមិត្តភក្តិខ្ញុំគិតថាអូយើងប្រហែលជាមុនគេប៉ុន្តែគ្មានតែមុនទេអ្នកគ្នាពេលទៅដល់នោះបានដឹងមនុស្សឡាម៉ាកាណូគេនឹងអង្គុយចាំនោះបាត់ហើយហ្នឹងផ្ទៃមេឃវាមានពលឺតិចឯហ្នឹងពេលទៅនោះមនុស្សឡើងមកកាណូគេអង្គុយនៅមុខមាត់ស្រះហ្នឹងគេចាំមើលថ្ងៃលិចដែរចឹងវីដេអូហ្នឹងអត់មានអីណាគ្រាន់មានតែប៉ុណ្្នឹងមានតែខ្ញុំដើរចូលអង្គរទៅមើលថ្ងៃរះណា Don't push back. 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 Don't push